បាទសួស្តីដល់អ្នកទាំងអស់គ្នាថ្ងៃនេះចុងសប្តាហ៍ថ្ងៃសៅរ៍ក៏ជាថ្ងៃ8មីនាក៏ឆ្លៀតពេលនៃការឈប់សម្រាកពីការងារអញ្ចឹងក៏បានមកលេងស្រុកកំណើតសម្រាប់ស្រុកនេះគឺនៅខាងសៃកតាបាទសម្រាប់ខាងខ្ញុំបាទអញ្ចឹងគឺទស្សនវិជ្ជានេះគឺសម្រាប់ខ្ញុំដូចជាឃើញខាងខ្ញុំឥឡូវលេងធ្វើស្រូវឥឡូវឃើញមុខផ្ទះនេះឃើញមានការធ្វើស្រូវព្រោះស្រូវយ៉ាងដែរនេះឥឡូវឃើញសំឡេងសត្វកង្កែបយំបាទខៀវស្ងាត់ល្អប្លែកយ៉ាងដែរពីមុនកន្លែងហ្នឹងគឺជាប្រភេទអូទេអញ្ចឹងនៅពេលដែលទឹកឡើងទៅគឺមានទឹកម្ដងហ្នឹងអញ្ចឹងដល់ពេលដែលខែទឹកស្រកក៏រីងទៅវិញទៅគឺគេធ្វើជាពោតឬក៏សតែកឥឡូវឃើញមានម្ចាស់ដីដែលខាងមុខហ្នឹងម្ចាស់ដីគាត់បានលក់ឲ្យខាងក្រុមហ៊ុនហើយអញ្ចឹងក៏ឃើញគេរៀនជាស្រែជាប្រាំងហើយទឹកគឺគេបូមពីខាងនោះមកវិញបាទណោះពីខាងនោះទឹកបូមពីខាងនោះអញ្ចឹងឥឡូវឃើញគេរៀនជាព្រោះស្រូវព្រោះអីទៀតនេះល្អតាឥឡូវខ្ញុំនឹងដើរទៅខាងមាត់ទន្លេមកខាងមុខខាងលិចនេះគឺខាងមុខផ្ទះរបស់ខ្ញុំនេះគឺខាងទន្លេបាទអញ្ចឹងណាគឺព្រៃត្រែងព្រៃអីស្មាននេះម៉ោងប្រហែលជា7:06ម៉ោង6:04នាទីបាទថ្ងៃលិចហើយសត្វចាបសត្វអីចាប់ដើមចូលទ្រនំហើយបាទអញ្ចឹងទស្សនវិជ្ជានេះគឺពេលល្ងាចឥឡូវវាចិត្តចូលដល់ខែចែកខែក្តៅអញ្ចឹងបើនិយាយពីដើមឈើឬក៏ស្មៅអីមួយចំនួនគឺត្រូវបានងាប់ស្លោកអស់ដោយសារវាចិត្តដល់ខែចែកវាជាខែដែលរាំងស្ងួតបាទអញ្ចឹងឃើញថាមួយថ្ងៃមុនឃើញក្រសួងព័ត៌មានគាត់បានធ្វើការផ្សាយតែទៅនឹងភ្លៀងកក់ខែដែរពីថ្ងៃទី6រហូតដល់ថ្ងៃទី10តែជាក់ស្ដែងអត់ទាន់ឃើញមានជាភ្លៀងកក់ខែទេដោយសារព្រឹកមិញខ្ញុំក៏បាននៅចូលរួមក្នុងការរត់ទិវា8មីនារត់ប្រណាំង10គីឡូម៉ែត្រនិង4គីឡូម៉ែត្រទៅសម្រាប់នៅក្នុងទីរួមនៅក្នុងទីនៅក្នុងរាជធានីភ្នំពេញព្រឹកមិញឃើញមានរលឹមមករាវដែររលឹមនេះគឺមិនច្រើនទេគ្រាន់តែប្រហែលជា4-10នាទីមករាវមកយើងមកជោគដែរមកតិចតែសម្រាប់មកខាងខេត្តគឺជាអត់មានឃើញភ្លៀងទេខាងខ្ញុំនេះគឺនៅខាងសក្កតាបាទអូដើមត្រៃឡើងលិចក្បាលហ្មងព្រៃត្រៃហ្នឹងដីខាងមុខនេះក្រុមហ៊ុនទិញអស់ហើយអញ្ចឹងយើងនេះយើងតាមពិតផ្លូវនេះមិនមែនផ្លូវជាសាធារណៈទេបើផ្លូវសាធារណៈនៅខាងនោះវិញបាទនៅខាងនោះអានោះផ្លូវសម្រាប់សាធារណៈរបស់ប្រជាពលរដ្ឋដែលគាត់រស់នៅនឹងផ្ទាល់អញ្ចឹងគឺយើងមានផ្លូវមួយខ្សែដែរឥឡូវខ្ញុំដើរនេះគឺដើរលក្ខណៈដីរបស់ក្រុមហ៊ុនប៉ុន្តែដោយសារវាមានផ្លូវដើរអញ្ចឹងយើងក៏ធ្វើដំណើរមកទៅបាទឥឡូវមកមើលមុខអ្នកថតម្ដងបាទអញ្ចឹងសម្រាប់ម៉ោងស្មាននេះរៀងស្ងាត់ហើយអស់ហើយសត្វរលកសត្វអីបងប្អូនយើងដែលគាត់បានចិញ្ចឹមគោអីហ្នឹងក៏ត្រូវចូលក្រៅចូលអីដែរបានអញ្ចឹងគ្រាន់តែចង់ធ្វើជាវីដេអូចែកម្លែកពីទស្សនវិជ្ជាខ្លះនៅខាង
ភូមិស្រុករបស់ខ្ញុំអញ្ចឹងបងប្អូនក៏ដូចជាមិត្តភ័ក្តិដែលប្រើប្រាស់បណ្ដាញសង្គមដូចជា YouTube អាចជួយចែកម្លែកផងថារបៀបរបបនៃការរស់នៅស្រុករបស់បងប្អូនមានអីខ្លះអញ្ចឹងណាបើខាងខ្ញុំនេះខាងមាត់ទន្លេនេះបើចង្ងាយពីដែលខ្ញុំដើរពីផ្ទះណាមកដល់ពីភូមិខាងខ្ញុំមកអាចទួហើយជា1គីឡូជាងទីទួចពីមុនចង្ងាយពីផ្ទះទៅទន្លេបើតាមខ្ញុំគិតឆ្ងាយប្រហែលជា 3-4 គីឡូតែដោយសារបច្ចុប្បន្ននេះទឹកឡើងហើយក៏មានការបាក់ច្រាំងដែរអញ្ចឹងវាទៅជាទន្លេធំគម្លាតនៃពីផ្ទះមកខាងទន្លេគឺមានចិត្តវិញអញ្ចឹងតែមួយរយៈប្រហែលឆ្នាំចុងក្រោយនេះលែងសូវមានការបាក់ដីបាក់ច្រាំងហើយទោះបាក់ក៏បាក់តិចតួចដែរបាទអញ្ចឹងអាចសុំមើលនៅទស្សនវិជ្ជាដែលខ្ញុំនឹងបង្ហាញកាមេរ៉ាទៅខាងមុខវិញនៅខាងទន្លេបាទទស្សនវិជ្ជាមួយដែលនៅខាងចិត្តជួរមាត់ទន្លេដែលមានដើមកន្លាញ់បាទដើមកន្លាញ់អញ្ចឹងបើចុះពីច្រាំងទន្លេទៅទៀតប្រហែលជា3ទៅ4 500 ម៉ែត្រទៀតបាទអញ្ចឹងវានេះដែរពីមុនទន្លេឆ្ងាយដែរអញ្ចឹងពីមុននេះខាងនេះគឺព្រៃត្រែងដោះដែរខាងមាត់ទន្លេបាទអញ្ចឹងលែងមានឆ្នេរខ្សាច់ទេបើចង់ទៅឆ្នេរខ្សាច់ក៏ទៅចុះពីហ្នឹងទៅទន្លេទៀតបាទអញ្ចឹងគឺខ្ញុំសូមអត់ទៅទីទេគឺខ្ញុំមកដើរមកខាងផ្លូវដែលជាផ្លូវសាធារណៈរបស់បងប្អូនជាពលរដ្ឋដែរខ្ញុំរស់នៅលើភូមិនឹងផ្ទាល់អញ្ចឹងគឺយើងមានផ្លូវសម្រាប់ដើរបាទអញ្ចឹងអត់អីទេគ្រាន់តែចង់ធ្វើការចែកម្លែកទិញទួចទាក់ទងនឹងភូមិស្រុករបស់ខាងខ្ញុំដែលមានទីតាំងស្ថិតនៅភូមិត្បូងឃុំកោះចរន្តស្រុកទឹកតាខេត្តកតាបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយអរគុណច្រើនដល់បងប្អូនក៏ដូចជាមិត្តភក្តិរបស់គ្នាដែលតែងតែស្រឡាញ់រកការចែកម្លែករបស់ខ្ញុំតាមរយៈវីដេអូចូលនៅក្នុង Channel YouTube របស់ខ្ញុំផ្ទាល់បើសិនជាស្រឡាញ់ក៏ដូចជាការចូលចិត្តរកអ្វីដែលខ្ញុំបានបង្ហាញកុំភ្លេចជួយធ្វើការចុច like ឬក៏ subscribe នៅ Channel របស់ខ្ញុំមួយផងបាទអរគុណច្រើនម្ដងទៀតជម្រាបលាបាយបាយ